កូនជាទីស្រឡាញ់នៅក្នុងโลกនេះតើអ្វីដែលល្អជាងគេសម្រាប់មនុស្សយើងគឺខ្លួនយើងជាមនុស្សល្អនឹងឯងបើយើងជាមនុស្សអាក្រក់មានចិត្តបាបប្រព្រឹត្តទុច្ចរិតអត់គោរពវិន័យបៀតបៀនអ្នកដទៃទោះបីយើងមាននៅដុំពេជ្រភ្នំមាសនិងសម្បត្តិផ្សេងទៀតពោពេះយ៉ាងណាក៏ដោយក៏យើងមិនអាចល្អបានដែរព្រោះយើងជាមនុស្សអាក្រក់ស្រេចទៅហើយនោះយើងរមែងស្រឡាញ់ខ្លួនឯងតែងគ្រប់គ្រងខ្លួនឯងតម្កល់ខ្លួនឯងក្នុងកន្លែងគ្រាន់បើឬកន្លែងខ្ពស់ប៉ុន្តែនៅក្នុងសភាពបែបនេះកូនត្រូវប្រយ័ត្នឲ្យណាស់ចំពោះគំនិតម្យ៉ាងដែលគិតថាបើយើងមានប្រាក់ច្រើនយើងនឹងគ្រាន់បើព្រោះបើកូនមិនបានប្រយ័ត្ន